សម្រាប់លោកអ្នកដែលសបិនឃើញត្រីហែបក្នុងទឹកនិងមានលៀបធំជាទូទៅការយល់សប្តិគឺមានច្រើនទម្រង់ច្រើនសន្តានទៅតាមមនុស្សម្នាក់ៗប៉ុន្តែក៏មានយល់សប្តិមួយចំនួនធំយើងអាចកាត់សេចក្តីជារួមដោយមានការយល់ឃើញស្រដៀងគ្នាឬដូចគ្នាតែម្ដងក្នុងនោះមានដូចជាយល់សប្តិឃើញពោះចិត្តមានន័យថាបានជួបគូស្រករយល់សប្តិឃើញបាក់ក្មេងចេញឈាមគឺមានសញ្ញាស្លាប់ជាដើមចុះតើសបិនឃើញត្រីហែបក្នុងទឹកមានអត្ថន័យយ៉ាងណាដែរអ្នកជំនាញផ្នែកហុងស៊ុយបានបង្ហើបឲ្យដឹងថាសបិនឃើញត្រីហែបក្នុងទឹកថ្លាជាសញ្ញាបង្ហាញពីលុយនិងអំណាចដោយសារតែការខិតខំប្រឹងប្រែងកែលម្អស្ថានភាពជីវិតនោះអ្នកនឹងទទួលបានរង្វាន់ជាទ្រព្យសម្បត្តិដ៏មហាសាលតាមរយៈការឲ្យដឹងរបស់សបិនមួយនេះអ្នកនឹងជួបប្រទះនឹងការកើនឡើងនៃអំណាចដែលអ្នកនឹងដឹកនាំវិថីជីវិតខ្លួនឯងគ្រួសារនិងមនុស្សក្បែរខ្លួនឆ្ពោះទៅកាន់គោលដៅរួមមួយពេញដោយសេរីល្អមិនតែប៉ុណ្ណោះក្តីសបិននេះផ្ដល់កម្លាំងចិត្តសម្រាប់មនុស្សម្នាក់ឲ្យបន្តការខិតខំប្រឹងប្រែងរហូតទទួលបានជ័យជំនះម្យ៉ាងវិញទៀតប្រសិនបើអ្នកសបិនឃើញត្រីហែបឆ្ពោះទៅផ្ទៃទឹកនោះមានន័យថាអ្នកនឹងទទួលបានរបស់ល្អៗក៏ប្រសើរដែលអ្នកពងចម្បានមកជាយូរសបិននេះបង្ហាញថាមនុស្សម្នាក់នឹងក្លាយជាមនុស្សជោគជ័យក្នុងកិច្ចការដែលបានធ្វើព្រោះរយអ្វីទាំងអស់នឹងទទួលបានលទ្ធផលជាទីគាប់ចិត្តសម្រាប់បុគ្គលដែលធ្វើការតាមវិស័យរដ្ឋនិងឯកជនក្តីវាអាចតាក់ទងនឹងការដំឡើងឋានៈនៅកន្លែងធ្វើការឬមានការដំឡើងប្រាក់ខែវាអាចតំណាងឲ្យពិន្ទុល្អសម្រាប់សិស្សានុសិស្សដែលបានតស៊ូដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យនៅក្នុងជីវិតសិក្សារបស់ពួកគេក្តីសុបិននេះផ្ដល់ក្តីសង្ឃឹមដល់អ្នកដែលតស៊ូអស់មួយរយៈហើយចង់បោះបង់ដោយសារតែមិនបានជោគជ័យក្នុងគ្រាមុនកាន់តែពិសេសការឃើញត្រីហែបក្នុងទឹកជ្រៅក្នុងសុបិនមានន័យថាអ្នកនឹងប្រឈមមុខនឹងបញ្ហាឬកំពុងស្ថិតក្នុងគ្រាលំបាកនេះមានន័យថាបុគ្គលម្នាក់គួរតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាទាំងនោះហើយធ្វើការឆ្ពោះទៅរកការកែតម្រូវការសម្រេចចិត្តខុសដែលបានធ្វើឡើងដើម្បីឲ្យខ្លួនរួចផុតពីបញ្ហាវាគឺជាសុបិនដែលបង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់អ្នកឬអ្វីដែលត្រូវរំពឹងទុកសម្រាប់ការត្រៀមរៀបចំមុនគេរួមនឹងអំពីរបៀបប្រឈមមុខនឹងវាផងដែរដូច្នេះជាទូទៅសុបិនឃើញត្រីហែបក្នុងទឹកគឺជាដំណឹងល្អសម្រាប់អ្នកដែលខំប្រឹងធ្វើការវាផ្ដល់ក្តីសង្ឃឹមថាអ្នកនឹងទទួលបានរង្វាន់ឬមានគោលដៅថ្មីឆ្ពោះទៅកាន់លទ្ធផលសម្រេចដ៏គាប់ប្រសើរមួយ